រយៈពេលមួយឆ្នាំបានចេញផ្លែចេញផ្កាហើយបាទមិនមែនផ្កាកន្លះនេះទេគឺបាទដើមមននេះតែម្ដងគឺដើមមននេះគឺយើងដើមរយៈពេលមួយឆ្នាំចេញផ្លែច្រើនមែនទែនបាទពណ៌រាងក្រហមគឺនៅជូរតែបើពណ៌រាងខ្មៅខ្លាំងគឺផ្អែមឆ្ងាញ់ណាអញ្ចឹងថ្ងៃនេះគឺយើងមកបេះជាលើកទី3ទី4ដែរហើយបាទហើយមកដើមនេះគឺបានជាងច្រើនដែរបាទតែមិនទាំងអស់ទេគឺវាមានទុំខ្លះវាមាននៅខ្ចីខ្លះអញ្ចឹងណាតែយើងបេះតាអាទុំណាដែលវាឡើងកម្ៅខ្លាំងបានវាផ្អែមព្រោះថាបើវានៅរាងក្រហមវានៅជូរនៅឡើយទេអញ្ចឹងបងអាចមើលបានណាបាទហើយម៉ូននេះគឺឆ្ងាញ់ផ្អែមឆ្ងាញ់តែម្ដងហើយយើងមាន2ដើមដែរសម្រាប់ដើមធំនេះហើយយើងបានចាប់ផ្ដើមបំបែកវាតូចគ្រាន់តែបំបែកវាចឹងទៅយកទៅដាំប្រហែលជាអាចខ្ទង់2ខែទៅ3ខែគឺវាចាប់ផ្ដើមមានផ្លែដែរបាទហើយយើងបានបង្ហូរទឹកដើម្បីឲ្យវាលូតលាស់បានល្អចឹងបងអាចមើលបានណាដើមតូចទេគឺកាត់ចេញពីដើមធំចឹងវាចេញផ្លែចេញផ្កាតែម្ដងម៉ូនេះគឺឆ្ងាញ់ចឹងបងដែលចង់បានប្រភេទកូនរបស់វាអាចកំងពីយើងខ្ញុំបានណាតម្លៃវិញគឺសមរម្យទេ